មានបងប្អូនច្រើនមែនតើគាត់សួរខ្ញុំថាតើទូរស័ព្ទ iPhone និង computer MacBook របស់ Apple តើយកមក boot page គឺល្អដែរឬទេហើយស្រួល boot ដែរឬទេអាច boot បានដែរឬទេហើយខ្ញុំ recommend ឲ្យពួកគាត់ប្រើដែរឬទេបាទបងទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមមកស្រាយចង្អុលពាក់ព័ន្ធជាមួយនឹងបញ្ហានេះបន្តិចព្រោះមានបងខ្លះគាត់សួរខ្ញុំរហូតពាក់ព័ន្ធជាមួយនឹងគាត់ប្រើ iPhone គាត់ចង់ទៅ boot page គាត់ប្រើ MacBook របស់ Apple គាត់ចង់ទៅ boot page ហើយគាត់សួរខ្ញុំថាវាល្អអត់ recommend អត់ហើយបងប្អូនខ្លះទៀតក៏មិនទាន់បានប្រើឡើយទេតែគាត់ក៏សួរខ្ញុំថាគួរតែទិញអត់អញ្ចឹងវីដេអូនេះខ្ញុំសូមចេញបកស្រាយមុននឹងចូលដល់ប្រធានបទខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាធ្វើការ subscribe channel YouTube ខ្ញុំម្នាក់មួយបាទហើយសម្រាប់ Facebook page ខ្ញុំទទួលបាន monetize ហើយនៅតែ YouTube របស់ខ្ញុំទេដោយសារតែបងប្អូនទាំងអស់គ្នាអត់ទាន់ជួយ subscribe share like នោះទេអញ្ចឹងណាបាទតោះឥឡូវចូលដល់ប្រធានបទទាំងអស់គ្នាបងអ្នកដែលប្រើប្រាស់ផលិតផល Apple ដូចជាទូរស័ព្ទ iPhone ក៏ដូចជា computer MacBook ដើម្បីយកមកធ្វើការ boot page វាមានចំណុចល្អនិងមានចំណុចមិនល្អគេថាមានទាំងចំណុចគុណសម្បត្តិនិងមានទាំងគុណវិបត្តិគុណសម្បត្តិនោះនៅត្រង់ណា smooth ដំណើរការ smooth ណាបាទហើយសុវត្ថិភាពប្រើប្រាស់ទូរស័ព្ទ iPhone ណាគឺប្រើប្រាស់សុវត្ថិភាពជាង Android ហើយបើ computer របស់ Apple វិញគឺសុវត្ថិភាពជាង Windows អញ្ចឹងណាអាហ្នឹងគឺចំណុចខ្លាំងវាមានតែប៉ុណ្្នឹងទេបងវាមានតែប៉ុណ្្នឹងទេហើយងាយស្រួលដាក់តាមខ្លួនដូច MacBook អីគឺស្ដើងណាយើងស្រួលយកវាដាក់តាមខ្លួនហើយទូរស័ព្ទ iPhone វិញសឹងតែបងប្អូនមានសឹងគ្រប់ដៃយកមកប្រើអញ្ចឹងណាបាទអញ្ចឹងយើងអត់ចង់ចំណាយលុយទៅទិញ Android ក៏ដូចជាទៅទិញ computer Windows ទេអូខេឥឡូវយើងចូលមកដល់គុណវិបត្តិវាវិញពាក់ព័ន្ធជាមួយនឹងគុណវិបត្តិរបស់វាគឺពាក់ព័ន្ធជាមួយនឹងអត់អាចកាន់ page និយាយថាអត់អាចបំបែកជ្រោមច្រើនបានក្នុងពេលតែមួយទេបើបងប្អូនជាម្ចាស់អាជីវកម្មដែលមាន page ច្រើនដែលមានកាន់ account ច្រើនសម្រាប់យកទៅ boot page ច្បាស់ណាស់នៅពេលដែលចង់ boot ពីមួយ account ទៅមួយ account បងប្អូនត្រូវ log in log out log in log out អញ្ចឹងវាសាំញ៉ាំមែនតើសាំញ៉ាំណាបងប្អូនហើយបើ boot នៅលើទូរស័ព្ទដៃ iPhone វិញកាត់ពុនសាហាវបាទកាត់ពុនពី Facebook មកតង់កាត់ពុនពី Apple របស់ Apple កំពុង Apple ហ្នឹងមកតង់ទៀតអស់ពី3តង់អញ្ចឹងបើបង boot តាម Android ឬក៏ boot តាម computer Windows គឺបងប្អូនចំណាយពុនតែម្ដងទៅលើ Facebook គឺរួចរាល់ប៉ុន្តែបើសិនជាបងប្អូនទាំងអស់គ្នាធ្វើការ boot តាម iPhone iOS មិនថា Mac មិនថាទូរស័ព្ទ iPhone ទេបងប្អូននឹងទទួលបានការកាត់ពុនយ៉ាងតិច2ទៅ3តង់ពុន Facebook ផងពុនពីទូរស័ព្ទ software របស់ Apple ផង iOS ផងពុនច្រើនតង់ណាអាហ្នឹងគុណវិបត្តិវាណាបងបាទហើយគុណវិបត្តិវាដែលខ្ញុំបាននិយាយពីខាងដើមគឺអត់អាច switch account ទៅមកអត់អាចផ្ទុក account បានច្រើននោះទេអញ្ចឹងបងចង់ឧទាហរណ៍ចង់ boot page account ទី1ត្រូវ log in ណាអូខេស្រាប់តែចង់ចូលមើល ad នៅ account ទី2 log out អាហ្នឹងចេញ log in វាសាំញ៉ាំមែនតើវាសាំញ៉ាំណាស់វាធ្វើការអត់តន់ចិត្តនោះទេសម្រាប់បងដែលគាត់ជាម្ចាស់អាជីវកម្មដែលមាន page មាន account ច្រើនគឺខ្ញុំអត់ recommend ឲ្យប្រើប្រាស់ Apple ផលិតផល Apple យកទៅធ្វើការ boot page នោះទេប៉ុន្តែខ្ញុំលើកទឹកចិត្តសម្រាប់បងដែលគាត់ច្បាស់ទៅលើខាង page ហ្នឹងហើយគាត់នៅតែចង់បន្តប្រើ Apple ទៀតគឺគាត់មានវិធីសាស្ត្រនៅក្នុងការប្រើប្រាស់គឺ merge បញ្ចូល account ទាំងអស់ហ្នឹងចូលគ្នានៅក្នុង business account តែមួយប៉ុន្តែរឿងនេះវាពិតជាវែងឆ្ងាយមែនតើសម្រាប់បងប្អូនធម្មតាគឺគាត់ខ្ញុំជឿថាគាត់មិនអាចធ្វើបាននោះទេហើយគាត់ក៏មិនចង់ធ្វើនោះដែរព្រោះវាសិតតែជារឿងស្មុគស្មាញពាក់ព័ន្ធជាមួយនឹងការ custom setting នានារបស់ Facebook account ក៏ដូចជារបស់ business អញ្ចឹងទៅអូខេឥឡូវយើងលើកចំណុចខ្លាំងរបស់ Android និងរបស់ Windows វិញអញ្ចឹងណា Apple គឺមានចំណុចខ្លាំងនិងចំណុចខ្សោយទាញទៅទុកម្ដុំយើងទាញ Android និង Windows computer Windows ដូចជា Asus MSI Dell បាទស្អីច្រើនណាបងប្អូនហ្នឹងហើយដែលប្រើប្រាស់ប្រតិបត្តិការ Windows ហើយក៏ដូចជាទូរស័ព្ទ Android មាន Samsung Oppo Vivo Huawei ស្អីបាទគឺមានច្រើនចំណុចខ្លាំងរបស់ Android និង Windows បងប្អូនអាច custom លេងបានច្រើនមុខងារដូចជានៅលើ Windows computer Windows យើងគឺយើងអាចធ្វើការបង្កើតជ្រោម100ជ្រោម1000ជ្រោម10000ជ្រោមគឺគេថា unlimited បាទមានថាអត់មាន limit ទេ no limit ចង់បង្កើតបានទៅអញ្ចឹងនៅពេលដែលយើងអូខេយើងមាន account មួយយើងបង្កើតជ្រោមមួយដាក់ឈ្មោះ account មួយហ្នឹង log account មួយហ្នឹងចូលអូខេ account A account B account C តម្រៀបវាមកអញ្ចឹងណាបាទហើយតែពេលយើងចង់ boot page ចូលទៅ account មួយហ្នឹងទៅស្រួលណាស់បើកជ្រោមដែលយើង rename ឈ្មោះដែលយើង custom ឈ្មោះដាក់ហ្នឹងទៅបាទ Android ដូចគ្នា
Android គឺមាន app ខ្លះអាច clone Facebook បាន20 30 40 50ហ៎ហ្នឹងហើយបងប្អូនទាំងអស់គ្នាបាទចំណុចខ្លាំងគេគឺប៉ុណ្ណឹងប៉ុន្តែប្រព័ន្ធ Windows យើងអាចថាបានអត់សូវសុវត្ថិភាព Android អត់សូវសុវត្ថិភាពណាបើដូចជាបងដែលប្រើ Samsung ឥឡូវហ្នឹងប្រព័ន្ធ security របស់ Samsung ឥឡូវសាហាវបាទហើយបើ Windows វិញបើបងមានលទ្ធភាពទិញ license ប្រើទៅហើយកុំប្រើ file crate ច្រើនពេកក៏នៅតែសុវត្ថិភាពដែរហ្នឹងហើយអញ្ចឹងមូលមតិឲ្យរួមមកខ្ញុំលើកទឹកចិត្តសម្រាប់បងដែលគាត់ប្រើប្រាស់ account Facebook ត្រឹមតែ1ឬក៏2ឲ្យទៅប្រើ Apple អានោះបងប្អូនទាំងអស់គ្នាចង់ប្រើ Apple ខ្ញុំលើកទឹកចិត្តប៉ុន្តែខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាមិនប្រើ Apple នោះទេនៅពេលដែលបងប្អូនទាំងអស់គ្នាជាម្ចាស់អាជីវកម្មដែលគ្រប់គ្រង page ច្រើនក្នុងពេលតែមួយជាពិសេស agency ដែលគាត់ទទួលសេវាកម្ម boost page ឲ្យភ្ញៀវក៏ដូចជាចូលចិត្តនៅក្នុងការគ្រប់គ្រង account ច្រើននៅក្នុងដៃនៅក្នុងពេលតែមួយធ្វើការងារលឿនខ្ញុំអត់លើកទឹកចិត្តឲ្យប្រើ Apple នោះទេបាទសុវត្ថិភាពតែអត់មានការ customize ច្រើននោះទេអត់មាន free ឲ្យយើង custom ឲ្យតាមចិត្តយើងនោះទេហើយខ្ញុំលើកទឹកចិត្តឲ្យបងជា agency ក៏ដូចជាម្ចាស់អាជីវកម្មខ្នាតតូចខ្នាតធំ boot នៅលើ Windows ប្រើប្រាស់ Android ដើម្បីគ្រប់គ្រងទៅបានច្រើនក្នុងពេលតែមួយរក្សាសុវត្ថិភាពទៅតាមអីដែលខ្ញុំនិយាយពីខាងដើមហ្នឹងទៅយើងអាចប្រើបានហើយអញ្ចឹងណាបាទ Android ដែរខ្ញុំចេះរៀបវាទៅតាមអីដែលខ្ញុំចង់រៀប account ចាំបាច់ហើយ personal ចាំបាច់ហើយ add ដែលចាំបាច់ដែលខ្ញុំដាក់នៅក្នុង app មួយនេះប៉ុន្តែ app ដែលច្រើនរបស់ភ្ញៀវរបស់អីគឺខ្ញុំច្បាច់វាបញ្ចូលទៅក្នុង Facebook ខ្ញុំផ្សេងទៀតនៅក្នុង computer ខ្ញុំផ្សេងនឹងទូរស័ព្ទផ្សេងទៀតដែលពាក់ព័ន្ធជាមួយនឹង Windows និង Android អញ្ចឹងណាបងប្អូនទាំងអស់គ្នាបាទអញ្ចឹងពីខ្ញុំទៅសរុបឲ្យខ្លីមកបងប្អូនចង់ប្រើ Apple បងប្អូនចង់ប្រើ iPhone ត្រូវទទួលយកគុណវិបត្តិនិងគុណសម្បត្តិរបស់វានៅពេលដែលយើង boot page នៅពេលដែលយើងយកវាទៅគ្រប់គ្រង App Manager ហើយបងប្អូនចង់ប្រើ Windows ក៏ដូចជា Android ត្រូវទទួលខុសត្រូវថាវាប្រកាសជាងាយស្រួលនៅក្នុងការគ្រប់គ្រងអាចរោមទាំងអស់ហ្នឹងប៉ុន្តែគ្នាអត់សូវមានសុវត្ថិភាពមានចន្លោះខ្វះខាតរឿងច្រើនជាង Apple បាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងហើយបើបងប្អូនសួរខ្ញុំថាគួរតែប្រើមួយណាដើម្បីទៅ boot page វាស្ថិតនៅលើតម្រូវការបងទេបើមានទាំងពីរល្អខ្ញុំមានទាំងពីរអញ្ចឹងបងទាំងអស់គ្នាអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួយ subscribe follow like និង share ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗណែនាំថ្មីៗពាក់ព័ន្ធជាមួយនឹងការធ្វើ digital marketing នៅលើ Facebook page អរគុណច្រើនបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀតបាយបាយ